ទៅដេកមើលមេរៀននៅផ្ទះពួកម៉ាក់ស្រាប់តែត្រូវខ្មោចម្ចាស់ផ្ទះលងគាត់យ៉ាងសាហាវចំពោះរឿងរ៉ាវព្រឺក្បាលដែលគាត់បានចែករំលែកមកហ្នឹងគាត់មានឈ្មោះថាបងយុទ្ធប្រាប់ថារឿងរ៉ាវមួយនេះវាកើតឡើងនៅពេលដែលគាត់មានអាយុ17ឆ្នាំបើគិតមកដល់សប្តាហ៍ថ្ងៃហ្នឹងវាមានរយៈពេលជិត10ឆ្នាំហើយបើទោះបីជាវាកន្លងផុតទៅជិត10ឆ្នាំក៏ពិតមែនឲ្យតែបងយុទ្ធគាត់នឹកឃើញដល់រឿងរ៉ាវមួយហ្នឹងគឺគាត់ព្រឺសបល់ឲ្យខ្លាចយកតែម្ដងរឿងរ៉ាវមួយហ្នឹងវាក៏ជាមេរៀនមួយដែលធ្វើឲ្យបងយុទ្ធគាត់ខ្លាចអត់ហ៊ានទៅដេកនៅផ្ទះរបស់អ្នកដទៃទេមិនថាជាផ្ទះពួកម៉ាក់មិនថាជាផ្ទះបងប្អូនអីក៏ដោយគឺគាត់ហ៊ានទៅដេកសោះហ្មងគាត់ខ្លាចថាបើសិនជាគាត់ទៅដេកគាត់អាចនឹងជួបរឿងរ៉ាវរន្ធត់អញ្ចឹងម្ដងទៀតហើយបើសិនជាអ្នកទាំងអស់គ្នាស្ដាប់រឿងរ៉ាវរបស់គាត់ហើយខ្ញុំជឿថាអ្នកទាំងអស់គ្នាច្បាស់ជាខ្លាចអត់ហ៊ានទៅដេកនៅផ្ទះរបស់គេផ្ដេសផ្ដាស់ទេបងជុតជាមួយនឹងពួកម៉ាក់របស់គាត់ពួកគាត់រាប់អានគ្នានឹងតាំងពីថ្នាក់ទី7រហូតដល់ថ្នាក់ទី12ចេញធ្វើការអីក៏ពួកគាត់នៅតែរាប់អាននេះដែរនិយាយចំទៅគឺបន្តរាប់អាននេះមកដល់សប្តាហ៍ថ្ងៃហ្នឹងឯងពួកគាត់គឺរស់នៅក្នុងខេត្តជាមួយគ្នាគ្រាន់តែរស់នៅក្នុងភូមិផ្សេងគ្នាហើយភូមិពួកគាត់ទាំងពីរក៏នៅឆ្ងាយពីគ្នាខ្លាំងណាស់ដែរដោយសារតែភូមិរបស់គាត់នៅឆ្ងាយពីគ្នាបងយុទ្ធហើយនឹងពួកម៉ាក់របស់គាត់អត់ដែរទៅលេងនៅផ្ទះគ្នាសូម្បីតែម្ដងកុំថាឡើយដេកទៅលេងគឺអត់ដែរមានហ្មងប៉ុន្តែនៅពេលដែលគាត់đếnដល់ថ្នាក់ទី11នៅពេលជិតប្រឡងឆមាសលើកទី2បងយុទ្ធជាមួយនឹងពួកម៉ាក់របស់គាត់ហ្នឹងក៏សម្រេចចិត្តទៅដេកនៅផ្ទះគ្នាដើម្បីដេកមើលមេរៀនជុំគ្នាអញ្ចឹងទៅដោយសារតែពេលហ្នឹងបងយុទ្ធគាត់គឺជាសិស្សបកាយគណិតរូបអីអញ្ចឹងណាចំណែកពួកម៉ាក់របស់គាត់គឺបកាយគីមីជីវៈហើយនឹងខ្មែរអញ្ចឹងនៅពេលដេកជាមួយគ្នាពួកគាត់អាចនឹងមើលមេរៀនជុំគ្នាបានអញ្ចឹងណាអញ្ចឹងក៏សម្រេចចិត្តថាដេកជុំគ្នាទៅដំបូងគឺសម្រេចចិត្តថាដេកផ្ទះបងយុទ្ធប៉ុន្តែដោយសារតែផ្ទះបងយុទ្ធក៏មានសមាជិកច្រើនពេកមានប៉ាមានម៉ាក់មានតាមានយាយអញ្ចឹងណាក៏ដេកអត់កើតទេបើដេកទៅអាចនឹងរំខានពួកគាត់រៀនពួកអីអញ្ចឹងទៅក៏ទៅដេកនៅផ្ទះរបស់ពួកម៉ាក់គាត់ម្នាក់ហ្នឹងវិញដោយសារតែផ្ទះពួកម៉ាក់គាត់ម្នាក់ហ្នឹងគឺមានគ្នាតែ3នាក់ទេមានប៉ាមានម៉ាក់ហើយនិងពួកម៉ាក់របស់គាត់ហ្នឹងឯងអញ្ចឹងក្រោយពីនិយាយគ្នាដឹងរឿងរួចនៅម៉ោងប្រហែលជាខ្ទង់6ល្ងាចទាំងពីរនាក់ក៏ធ្វើដំណើរទៅផ្ទះរបស់ពួកម៉ាក់គាត់ម្នាក់ហ្នឹងណាទៅដល់ផ្ទះរបស់ពួកម៉ាក់គាត់ម្នាក់ហ្នឹងប៉ាម៉ាក់របស់ពួកម៉ាក់គាត់ម្នាក់ហ្នឹងក៏ចាប់ផ្ដើមរៀបចំបាយម្ហូបអីឲ្យហូបអញ្ចឹងណាហូបបាយរួចក៏បន្តនិយាយគ្នាមួយចាស់និយាយគ្នាបានប្រហែលជាខ្ទង់ម៉ោង8ប៉ាម៉ាក់របស់ពួកម៉ាក់គាត់ក៏ដើរឡើងទៅលើផ្ទះបាត់នៅសល់តែបងយុទ្ធជាមួយនឹងពួកម៉ាក់របស់គាត់ទេដែលនៅដេកនៅជាន់ខាងក្រោមផ្ទះពួកម៉ាក់គាត់គឺជាភេទផ្ទះ2ជាន់ឈើខាងលើថ្មនៅខាងក្រោមអញ្ចឹងពួកគាត់នឹងក៏បន្តមើលមេរៀនទាំងអស់គ្នាគាត់ថាបរិយាកាសនៅផ្ទះពួកម៉ាក់គាត់គឺធម្មតាមានដើមឈើមេជុំវិញផ្ទះប៉ុន្តែវាអត់គួរឲ្យខ្លាចទេគឺធម្មតានឹងឯងទាំងអស់គ្នាអញ្ចឹងគាត់ក៏មើលមេរៀនបន្តរហូតដល់ម៉ោងជិត11យប់បងយុទ្ធគាត់ក៏ងុយដេកគាត់ក៏ឡើងលើគ្រែមុនចំណែកពួកម៉ាក់របស់គាត់គឺដើរបិទភ្លើងនៅក្នុងផ្ទះទុកតែភ្លើងមួយទេគឺភ្លើងនៅខាងក្រៅផ្ទះទុកឲ្យភ្លឺអញ្ចឹងណាងាយស្រួលចាស់គាត់ដើរចុះពីលើផ្ទះមកអត់ធ្លាក់ចដោតអីចឹងទៅចឹងគាត់ក៏បន្តដេកហើយនៅពេលគាត់បន្តដេកហ្នឹងអ្នកនរគ្នាគាត់ដេកអត់លក់ទេដោយសារតែគាត់ខ្លាចកន្លែងចំណែកពួកម៉ាក់របស់គាត់ម្នាក់ហ្នឹងគ្រាន់តែឡើងមកលើគ្រែភ្លាមចាប់ផ្ដើមអោបគាត់លេងបន្លែជាមួយគាត់អីចឹងណាធម្មតានៅពេលដេកជាមួយពួកម៉ាក់គឺយើងអត់ដេកភ្លាមទេនៅលេងនេះលេងនោះជាមួយគ្នាសិនអីចឹងទៅចឹងក្រោយពីលេងនេះបានមកស្ទុះពួកម៉ាក់គាត់ម្នាក់ហ្នឹងក៏ដេកលក់ទៅមុនបាត់ចំណែកបងយុទ្ធគាត់ដេកអត់លក់សោះដោយសារខ្លាចកន្លែងអ្នកនរគ្នាគាត់ដេកប្រែខ្លួនចុះឡើងនៅម៉ោងប្រហែលជាខ្ទង់12ជាងបងយុទ្ធដោយសារតែដេកអត់លក់គាត់ក៏ក្រោកអង្គុយនៅពេលគាត់ក្រោកអង្គុយហ្នឹងណាក្នុងបន្ទប់គឺអាងឹតស្លុបគឺអាងឹតហ្មងទាំងអស់គ្នាអញ្ចឹងគាត់ក៏ស្រឡឹងមើលចុះឡើងស្រឡឹងមើលអីចឹងទៅក៏ស្រាប់តែឮសំឡេងគេរត់នៅលើផ្ទះសំឡេងរត់ខ្លាំងមែនទែនរត់ផឹបនៅលើផ្ទះហ្នឹងរត់ចុះរត់ឡើងហើយបងយុទ្ធគាត់ដឹងច្បាស់ថាអញ្ចេះផ្ទះហ្នឹងគឺមានសមាជិកតែ3នាក់ទេពួកម៉ាក់គាត់កំពុងដេកជាមួយគាត់ហើយប៉ាម៉ាក់របស់ពួកម៉ាក់គាត់ដេកនៅជាន់ខាងលើសំឡេងរត់ហ្នឹងច្បាស់ជាប៉ាម៉ាក់របស់ពួកម៉ាក់គាត់ជាអ្នករត់ហ្នឹងឯងហើយគាត់ចាស់អស់ហើយមិនបានត្រូវរត់លេងគាត់ឆ្ងល់ហ្មងគាត់ងើយមើលទៅខាងលើចឹងណាសំឡេងរត់នៅតែបន្តអស់ពីឮសំឡេងរត់ក៏ឲ្យដឹងមកចោតគឺឮសំឡេងក្រែបុកមួយជាងបុកផឹបសំឡេងបុកហ្នឹងគឺរបៀបថាដូចមនុស្សធ្វើអីគ្នាអញ្ចឹងណាអញ្ចឹងបងយុទ្ធគាត់អៀនបដ ாய் គាត់គិតថាអញ្ចេះប្រហែលជាប៉ាម៉ាក់របស់ពួកម៉ាក់គាត់ហ្នឹងណាគាត់កេងមួយគ្នាអីអញ្ចឹងទៅអញ្ចឹងគាត់ក៏ឃ្លុំភួយដេកសំឡេងហ្នឹងនៅតែឮសំឡេងក្រែបុកមួយជាងឮផឹបហើយអាសំឡេងរត់ហ្នឹងក៏នៅតែបន្តឮដែរដល់ពេលអញ្ចឹងបងយុទ្ធគាត់ឆ្ងល់បដ ாய் បើគាត់ពីរនាក់កំពុងតែធ្វើអីគ្នាហើយចាស់សំឡេងរត់ហ្នឹងសំឡេងរត់របស់ពីណាគេបើផ្ទះហ្នឹងមានគ្នាតែ3នាក់ហ្នឹងគាត់ចាប់ផ្ដើមរៀងឆ្ងល់ទាំងអស់គ្នារៀងឆ្ងល់រៀងសង្ស័យរៀងអីហ្មងប៉ុន្តែគាត់អត់ហ៊ានដាស់ពួកម៉ាក់គាត់សួរទេគាត់ហ៊ានដាស់ឯណាទាំងអស់គ្នាបើដាស់សួរទៅពួកម៉ាក់របស់គាត់ច្បាស់ជាខ្មាស់ហើយថាចេះប៉ាម៉ាក់អញធ្វើអញ្ចឹងហើយសួរកើតដែរអត់គេអៀនអីចឹងណាគាត់ហ៊ានសួរឯងគាត់ក៏សង្ងំដេកអស់ពីគាត់សង្ងំដេកសំឡេងរត់នៅតែលឺទៀតសំឡេងក្រែបុកមួយចឹងនៅតែបន្តលឺផឹបបន្តទៀតបានប្រហែលជាខ្ទង់ម៉ាស្ទុះសំឡេងក៏ស្ងាត់ទាំងអស់សំឡេងក្រែក៏លែងលឺសំឡេងមនុស្សរត់ក៏លែងលឺដែរប៉ុន្តែលឺសម្រាប់ជើងមនុស្សដើរចុះតាមចដើមមកចឹងមកយុទ្ធគាត់នៅពេលលឺសំឡេងមនុស្សដើររត់តាមចដើមចុះតាមចដើមមកអញ្ចឹងគាត់នឹងក៏របៀបថារឿងធូរចិត្តបន្តិចគាត់ថាប្រហែលជាគាត់ហើយអញ្ចឹងណាហើយសំឡេងហ្នឹងក៏ចាប់ផ្ដើមដើរមកឈប់នៅមាត់ទ្វារបន្ទប់ដែលគាត់កំពុងដេកនឹងឯងដើរមកឈប់នៅមាត់ហ្នឹងអញ្ចឹងមកយុទ្ធគាត់ក៏របៀបថាទាញភួយចេញដើម្បីសម្លឹងមើលនៅពេលគាត់សម្លឹងមើលទៅទាំងអស់គ្នាគាត់ឃើញមនុស្សបើកទ្វារចូលមកក្នុងបន្ទប់ហ្នឹងហើយនៅពេលដែលដើរមកគឺគាត់ឃើញស្មោលពីរដោយសារតែភ្លើងខាងក្រៅគេបើកអញ្ចឹងចាំងស្មោលមនុស្សដើរចូលមកហើយគឺ2នាក់រូបរាងហ្នឹងគឺរបៀបថា
គាត់អាចនឹងមើលដឹងថាជារូបរាងរបស់ស្រីទាំងពីរនាក់ទាំងដែលផ្ទះហ្នឹងគឺមានប្រុស2ស្រី1ហើយស្រីហ្នឹងគឺម៉ាក់របស់ពួកម៉ាក់គាត់ហ្នឹងឯងចាស់ស្រីម្នាក់ទៅជាពីណាគេអញ្ចឹងគាត់ដេកសម្លឹងមើលទៅអាកន្លែងទ្វារហ្នឹងបងប្អូនអញ្ចឹងមនុស្ស2នាក់ហ្នឹងក៏ដើរចូលមកមានម្នាក់ក្នុងចំណោមហ្នឹងដើរមកអង្គុយនៅចុងក្រែនៅលើក្រែនៅចុងជើងរបស់យុទ្ធហ្នឹងឯងបងប្អូនដេកនៅចុងជើងគាត់អង្គុយមកអង្គុយនៅចុងជើងរបស់គាត់ហ្នឹងឯងហើយម្នាក់ទៅក៏ឃើញដើរចូលមកដែរប៉ុន្តែគាត់អត់ដឹងថាម្នាក់ដើរទៅណាទេអត់ដឹងទេបងប្អូនគាត់ចាប់អារម្មណ៍តែម្នាក់មកអង្គុយនៅចុងក្រែហ្នឹងទេគាត់ស្រឡឹងមើលមកស្ទុះគាត់ក៏ក្រោកអង្គុយនៅក្នុងទីងឹតហ្នឹងបងប្អូនដៃគាត់មកជាហៀងទៅលូកស្វាទៅរកពួកម៉ាក់របស់គាត់ដើម្បីដាស់ពួកម៉ាក់គាត់ប៉ុន្តែនៅពេលគាត់ស្វាទៅអាកន្លែងចំហៀងដែលពួកម៉ាក់គាត់ដេកហ្នឹងអត់ឃើញពួកម៉ាក់គាត់ដេកនៅលើហ្នឹងទេស្វាមិនក៏អត់ប៉ះពួកម៉ាក់គាត់ដែរអត់ប៉ះសោះហ្មងបងចាប់ដើមភ័យហើយគាត់ឃើញម្នាក់អង្គុយនៅលើក្រែហ្នឹងចាប់ដើមក្រោកចេញពីលើក្រែហើយច្អល់មុខគាត់ច្អល់មកគាត់នឹងមកទាំងអស់គ្នាច្អល់មកគាត់ចឹងមកយុទ្ធពេលហ្នឹងគាត់ទៀងភ័យដែរគាត់ថាជាម៉ាក់ពួកម៉ាក់គាត់កាចម៉េះពីថ្ងៃដូចធម្មតាទេហើយមិនបានពេលហ្នឹងកាចម៉េះគាត់ក៏ក្រោកចេញពីលើក្រែទៅបើកភ្លើងនៅពេលគាត់បើកភ្លើងភ្លាមអ្នកដែលច្អល់គាត់ទាំងអស់គ្នាគឺជាមនុស្សស្រីចំណាស់មានអាយុប្រហែលជាខ្ទង់70ឆ្នាំឬថាពាក់ខោអាវរបៀបរាងចាស់ចាស់ហើយទឹកមុខគឺកាចខ្លាំងមែនតើភ្នែកគឺខ្មៅក្រឹបច្អល់មុខគាត់ហើយនៅពេលគាត់ងាកទៅសម្លឹងទៅលើទូកៅអៅនៅចុងជើងគាត់គាត់ឃើញមនុស្សស្រីម្នាក់ទៀតអាយុប្រហែលជាខ្ទង់30ឆ្នាំសក់វែងមុខកាចភ្នែកឡើងខ្មៅក្រឹបច្អល់មុខមកគាត់ដែរគឺច្អល់មកទាំងពីរនាក់គាត់ខ្លាចមែនតើទាំងអស់គ្នាអញ្ចឹងមកយុទ្ធពេលហ្នឹងគឺគាត់ដឹងច្បាស់ហើយថាអ្នកដែលកំពុងតែច្អល់មកគាត់ហើយនឹងវាថាខឹងគាត់ហ្នឹងមិនមែនជាមនុស្សយើងធម្មតាទេមិនមែនជាមនុស្សយើងសោះមកយុទ្ធក៏ដើរទៅបើកទ្វារទាំងអស់គ្នាគាត់រត់ទៅបើកទ្វារហ្មងរត់តែបើកអត់ចាញ់សោះគាត់ប្រឹងគោះប៉ាំងប៉ាំងគោះគាត់ចាញ់សោះហ្មងគាត់ចាញ់ទេគាត់សាប់ទៅពួកម៉ាក់របស់គាត់បើកទ្វារចូលមកវិញពេលដែលពួកម៉ាក់គាត់បើកទ្វារចូលវិញពួកម៉ាក់គាត់នឹងឆ្ងល់ថាអាយុថៃកាត់អីមកយុទ្ធថាអញឃើញពួកគាត់និយាយតែប៉ុណ្្នឹងឯងពួកម៉ាក់របស់គាត់គឺយល់ហើយទាំងអស់គ្នាប៉ុន្តែមកយុទ្ធថាគាត់សុំទៅផ្ទះវិញសុំទៅទាំងយប់នឹងអញ្ចឹងណាគាត់នៅអត់កើតទេគាត់ដេកផ្ទះណាអត់កើតទេគាត់ទៅផ្ទះវិញហើយគាត់ទៅផ្ទះរបស់គាត់វិញប៉ុន្តែពួកម៉ាក់គាត់ថាអើយសង្ងំដេកតើអត់អីទេមុននឹងអញទៅបន្ទប់ទឹកទេឥឡូវដេកអញដេកចតែងទេដេកវិញទៅយុទ្ធថាអត់ទេអញដេកអញទៅផ្ទះវិញប៉ាម៉ាក់របស់ពួកម៉ាក់គាត់ក៏ចុះទៅលើផ្ទះមកសួរថាមានរឿងអីមែនអញ្ចឹងមកយុទ្ធគាត់ក៏អត់ហ៊ាននិយាយលើរឿងហ្នឹងដែរគាត់គ្រាន់តែប្រាប់ថាចង់ទៅផ្ទះវិញទាំងយប់ប៉ាម៉ាក់របស់ពួកម៉ាក់គាត់ក៏អត់អាចទៅគាត់ថាអត់អាចទៅទាំងយប់បានទេល្ងឹតហើយណាមួយចិត្តភ្លឺចិត្តអីដែរហើយសង្ងំដេកទៅកូនអត់អីទេប៉ុន្តែគាត់ជឿជាក់ថាប៉ាម៉ាក់របស់ពួកម៉ាក់គាត់នឹងច្បាស់ជាយល់ហើយយល់ពីហេតុផលដែលគាត់ចង់ទៅផ្ទះវិញទាំងយប់ហ្នឹងហើយប៉ុន្តែគ្រាន់តែចាស់គាត់លក្ខណៈរៀងអត់ចង់ឲ្យខ្លាចចឹងណាក៏ឲ្យឡើងទៅដេកនៅលើផ្ទះទាំងអស់គ្នាប៉ុន្តែគាត់ដេកនៅបន្ទប់មួយទៀតប៉ុន្តែទាំងអស់គ្នាមិនអត់មួយយប់ហ្នឹងគាត់បានដេកទេគាត់លឺសលេងអុសក្រែអុសនៅចុងជើងគាត់លឺសលេងក្រែលឺសលេងមនុស្សនៅខាងក្រោមផ្ទះលឺសលេងរត់ចុះរត់ឡើងពេញមួយយប់ហ្មងហើយមិនត្រឹមតែលឺសំឡេងហ្នឹងណាលឺសំឡេងរត់នៅលើដំបូលផ្ទះទៀតរត់ប៉ាំងដល់ពេលដល់ព្រលឹមឡើងបងយុទ្ធគាត់ប្រាប់ហេតុការណ៍នេះគាត់ជួមទៅប៉ាម៉ាក់របស់ពួកម៉ាក់គាត់អញ្ចឹងប៉ាម៉ាក់របស់ពួកម៉ាក់គាត់នឹងក៏ប្រាប់វិញថាផ្ទះហ្នឹងមិនមែនផ្ទះគាត់ទេផ្ទះហ្នឹងគឺជាផ្ទះយាយហើយនឹងមីងហ្នឹងគឺស្លាប់ប្រហែលជាខ្ទង់2ឆ្នាំហើយផ្ទះមួយនោះអត់មានពីណាគេនៅបានទេឲ្យតែបើសមាជិកគ្រួសារនៅបានធម្មតាប៉ុន្តែបើសិនជាអ្នកដតីអត់មានពីណាគេដេកនៅផ្ទះមួយនឹងបានទេទាំងអស់គ្នាឲ្យតែមកដេកគឺជួបហេតុការណ៍ដូចបងយុទ្ធនឹងឯងចំណុចផ្ទះរបស់ពួកម៉ាក់គាត់មែនតើគឺគេកំពុងជួសជុលឡើងវិញនៅខាងក្រោយរំលងនឹងប្រហែលជាខ្ទង់2ពីផ្ទះបានដល់ផ្ទះរបស់ពួកម៉ាក់គាត់ដោយសារតែផ្ទះជួសជុលអត់មានកន្លែងដេកចឹងក៏មកនៅផ្ទះហ្នឹងសិនមកនៅផ្ទះហ្នឹងមករយៈសិនតម្រាំផ្ទះធ្វើហើយអញ្ចឹងណាអញ្ចឹងមកយុទ្ធគាត់ថានៅពេលគាត់លឺអញ្ចឹងហើយគាត់រៀងហ្មងបើទោះបីជាផ្ទះពួកម៉ាក់គាត់មែនតើក៏គាត់ហ៊ានទៅដេកទៀតដែរគាត់ខ្លាចខ្លាំងមែនតើបងប្អូនហើយតែសំខាន់ណាពួកម៉ាក់របស់គាត់និយាយថាមានអ្នកដែលមកដេកនៅផ្ទះហ្នឹងមកដេកបងប្អូនណាមកដេកហ្នឹងជួបរឿងសាហាវជាងមកយុទ្ធទៀតគឺបានឃើញយាយមកសកាត់ឲ្យមកជន់កមកបោចសក់បែកក៏មានតែនិយាយចាំទៅផ្ទះនោះអត់មានពីណាគេមកដេកបានទេក្រៅពីសមាជិកគ្រួសារបងប្អូនឬថាសាច់ឈាមសាច់ចិត្តរបស់គេហ្នឹងគឺអត់មានពីណាគេផ្សេងមកដេកបានដាច់ខាតចង់មកយុទ្ធគាត់ថាគាត់ខ្លាចមែនតើដល់សប្តាហ៍ហ្នឹងបើទោះបីជាវាកន្លងផុតទៅក៏គាត់នៅតែខ្លាចដែរហើយគាត់អត់ហ៊ានទៅដេកនៅផ្ទះបងណាគេទៀតទេគាត់ខ្លាចថាបើសិនជាគាត់ទៅដេកទៀតគាត់អាចនឹងជួបហេតុការណ៍ព្រឺក្បាលបែបហ្នឹងម្ដងទៀតនឹងឯងចាស់អ្នកទាំងអស់គ្នាវិញតើអ្នកទាំងអស់គ្នាហ៊ានទៅដេកផ្ទះបងអ្នកដតីឬក៏អត់ចំពោះរឿងដែលគាត់បានចែករំលែកបានហ្នឹងក៏មានតែប៉ុណ្្នឹងដែរបើសិនទាំងអស់គ្នាមានរឿងចង់ចែករំលែកកុំភ្លេចឆាតមកក្នុង account IG របស់ខ្ញុំផងបាយបាយ